ចិញ្ចឹមខ្លួនឯងមិនចង់រស់ផងមានលទ្ធភាពអីតែមានស្នេហាអ្នកខ្លះនិយាយថាស្នេហាមិនគិតមានក្រទេសំខាន់ឲ្យតែចេះស្រឡាញ់គ្នាទៅបានហើយសម្រាប់ខ្ញុំមិនគ្រប់គ្រងទស្សនៈនេះទាំងស្រុងទេស្នេហាមួយអាចកើតឡើងបានដោយចេញពីចិត្តចេញពីក្តីស្រឡាញ់នោះគឺជាការពិតមិនអាចប្រកែកបានតែដើម្បីថែរក្សាស្នេហាមួយឲ្យរឹងមាំក្រៅពីទឹកចិត្តគឺរឿងលុយកាក់នេះហើយធ្លាប់មានច្រើនដងណាស់ដែលខ្ញុំមានចិត្តស្រឡាញ់លើនរណាម្នាក់ហើយក៏ព្យាយាមដកចិត្តមកវិញកុំឲ្យតន់គិតរឿងនេះព្រោះខ្ញុំត្រូវរស់នៅនិងមើលថែខ្លួនឯងឲ្យល្អសិនទើបខ្ញុំអាចមើលថែមនុស្សដែលខ្ញុំស្រឡាញ់បានបើខ្ញុំខ្លួនឯងរស់មិនទាន់ល្អផងតើខ្ញុំយកគេមកលំបាកជាមួយធ្វើអីជាដៃគូជីវិតមិនមែនគ្រាន់តែចេះស្រឡាញ់គ្នាចប់រឿងណាស្រឡាញ់គ្នាប៉ុណ្ណាក៏ដោយតែបើមិនមានអ្វីផ្ដល់ឲ្យគ្នានោះជីវិតគូក៏មិនអាចរឹងមាំយូរអង្វែងបានដែរទៅមើលកុនដើរលេងទិញកាដូឲ្យគ្នាសុទ្ធតែត្រូវការលុយចុះបើក្រតើទៅធ្វើអីបានអញ្ចឹងហើយទើបខ្ញុំត្រូវតែខំប្រឹងដើម្បីធ្វើឲ្យខ្លួនឯងរឹងមាំជាទីពឹងផ្អែករបស់មនុស្សដែលខ្ញុំស្រឡាញ់ស៊ូនៅតែឯងក៏មិនយកអ្នកណាមកលំបាកជាមួយដែរ